កូននេះវាទាំងឲ្យពីធម្មជាតិដល់ទៅពេលអញ្ចឹងទៅវាទៅយកដីស្អីទេយកមកញីលើក្បាលឯងស្រាប់ដោះសក់ខ្ញុំម្ដាយប្តីហើយនឹងក្រុមគ្រួសារមានអារម្មណ៍ថារីករាយមែនតើពេលតែកូនដោះសក់លឿនបែបនេះទន្ទឹមនឹងសប្បាយចិត្តក៏មានការឆ្ងល់ផងដែរដល់ពេលទៅសាលាមិត្តចាប់អារម្មណ៍សក់ជាខ្លាំងខុយសក់វែងពីមុនតងោលហើយសក់នេះមួយនាទីដោះមកទឹកហើយមិត្តភ័ក្ដិវាខ្នាញ់ពេកកាត់លេងអញ្ចឹងទៅយកបោះចោលហើយគាត់មកពីរៀនវិញសក់ដោះហើយនៅបវែងណាណីបាំងមុខឲ្យចិត្តហើយរោតែប្រហោងស៊ីបាយមិនចង់មានផងបាំងសក់ពេកហើយទៅទិញមេរៀនទៅចងឲ្យមកដុំឡើងទៅលើសក់ដូចភ្នំឥឡូវហើយបន្ទាប់ពីឪសបាយចិត្តទៅលើដល់វេទនាចិត្តម្ដងតែកាត់សក់ដោះកាត់អត់អស់បណ្ដោយសក់នេះចង់ចេញទៅក្រៅក៏វេទនាទៀតខ្យល់បកមកណាអាសក់វាជាប់មួយដើមឈើជាប់មួយអីហ្នឹងអូយវេទនាចេះអមហើយកូនហ្នឹងរត់ពួននៅក្រៅផ្ទះគេហ្នឹងខ្យល់ពេកហើយស្រាប់តែមានតាចម្លែកមួយហ្នឹងយកស្អីមកឲ្យអាកូនហ្នឹងញ៉ាំទេអាកូននេះចេះតែញ៉ាំដែរហើយបន្ទាប់មកទៀតហ្នឹងក៏យកអាសក់កូនហ្នឹងឆ្នៃទៅជាសក់ទុកគ្រាន់តឲ្យអ្នកកំពុងមើលអញ្ចឹងណាអ្នកខ្លះកំពុងមើលហ្នឹងស្រួលយកសក់កូនហ្នឹងផងមិនដឹងទេណោះពាក់សក់ពាក់អីហ្នឹងហើយដល់ពេលហើយអាកូននេះវាឡើងមកកាត់សក់អាកូនហ្នឹងកាត់លេអញ្ចឹងណាហើយដល់ពេលហើយទៅអាកូននេះវាដើរចូលក្នុងអាផ្ទះបាក់បែកនេះហើយដល់ពេលចូលទៅដល់ក្នុងផ្ទះបាក់បែកហ្នឹងទៅនេះស្រាប់តាហោមើលថាឃើញយាយមួយប្រាប់ស្អីគេទេអត់ចេះស្ដាប់ដែរដល់ប្រាប់ហើយឬចាប់អាកូនហ្នឹងចេញមកវិញគេហៅបណ្ដោយម៉ែរឿងនេះសាបឆឹងបណ្ដោយអត់ដឹងចោលមានន័យសោះ